សូមជូនរឿងសេកសោមបណ្ឌិតអកតញ្ញូជនអន់ជាងសត្វដេរឆានក្នុងការកន្លងយូរទៅហើយមានសេកសោមមួយព្រួយចិត្តអន្ទះសារព្រោះស្រេកទឹកត្បិតក្នុងសម័យនោះគ្មានភ្លៀងធ្លាក់សោះរាំងអស់2 3ឆ្នាំក្នុងទន្លេស្ទឹងត្រពាំងបឹងបួររីងស្ងួតឥតសល់ថ្ងៃមួយសេកសោមហើរចូលទៅក្នុងព្រៃធំបានធំក្លិនទឹកក៏ខំរកមើលឃើញអណ្ដូងទឹកមួយមានជម្រៅប្រហែល80ហត្ថទើបហើរចុះទៅក្នុងអណ្ដូងនោះបានឃើញទឹកហើយមានសេចក្តីត្រេកអរក្រៃពេកខំផឹកខំងូតដរាបដល់ឆ្អែតស្កប់ស្កល់ធាតទឹកជ្រូតជ្រាបសពសារពាង្គកាយបណ្ដាលឲ្យកើតអន្តរាយហើរឡើងមកវិញពុំរួចឡើយមួយស្របក់ក្រោយមកស្រាប់តែមានមនុស្សម្នាក់និងនាគរាជមួយកំពុងតែដើររកស្វះស្វែងរកទឹកក៏ធ្លាក់ចុះទៅក្នុងអណ្ដូងនោះដែរជនទាំង3គឺសេកមួយមនុស្សម្នាក់និងនាគរាជមួយខំឡើងពីក្នុងអណ្ដូងវិញពុំរួចឡើយក៏ព្រួយចិត្តកើតទុកតែរៀងខ្លួនកាលនោះជួនជាមានបរិសម្នាក់នៅក្នុងក្រុងពារាណសីដើរទៅដងទឹកបានឃើញជនទាំង3នៅក្នុងអណ្ដូងក៏មានចិត្តមេត្តាករុណាជួយសង្គ្រោះជីវិតយកវ៉ចងជាសន្រែកយោងជនទាំង3នោះចេញពីក្នុងអណ្ដូងមកជនទាំង3មានសេចក្តីត្រេកអរណាស់បានប្រគល់ខ្លួនដល់បរិសនោះហើយប្រាប់ទីកន្លែងរៀងខ្លួនបដិញ្ញាថាបើមានការយ៉ាងណាឲ្យប្រាប់នឹងតបគុណវិញកាលជាខាងក្រោយមកបរិសនោះគិតថាអញនឹងលបងមើលចិត្តរបស់ជនទាំង3តើនរណាដឹងគុណអញជាងគេក៏ទៅកាន់សំណាក់សេកសោមមុនគេសេកសោមឃើញហើយមានសេចក្តីត្រេកអររាក់ទាក់គួរសមថាលោកអញ្ជើញមកមានការអ្វីបុរសនោះប្រាប់ថាលាក់បាំងអ្វីខ្ញុំសប្ថ្ងៃទាល់ក្រណាស់សម្លាញ់ឯងមានឧបាយដូចម្ដេចធ្វើឲ្យខ្ញុំបានផុតអំពីសេចក្តីទាល់ក្របានទេសេកសោមនិយាយថាលោកមានគុណនឹងខ្ញុំធំណាស់បានឲ្យជីវិតដល់ខ្ញុំសូមលោកនៅចាំខ្ញុំទីនេះសិនខ្ញុំនឹងទៅរកទ្រព្យសម្បត្តិមកបូជាតបគុណលោកហើយក៏ហើរចេញទៅសម័យនោះព្រះរាជាក្នុងក្រុងពារាណសីស្ដេចយាងទៅក្រសាលសប្បាយក្នុងឧទ្យានដល់ពេលវេលាថ្ងៃក្តៅដោះគ្រឿងអលង្ការទុកក្បែរមាត់ស្រះបោកករណីចុះស្រង់ទឹកសេកសោមហើរទៅដល់ទីនោះឃើញពន្លឺរស្មីនៃគ្រឿងអលង្ការក៏ទៅទុំលើមែកឈើសម្លឹងមើលទៅឃើញកែវមួយក្តារមួយដុំតូចល្មមពំរួចក៏លួចពំយកមកឲ្យបរិសដែលមានឧបការៈគុណលើខ្លួនហើយប្រាប់បរិសនោះថាកែវនេះពិសេសណាស់គ្មាននរណាមានទេមានតែស្ដេចដែលជាម្ចាស់ផែនដីសូមលោកលាក់ទុកសិនកុំអាលលក់ដូរបរិសនោះគិតថាអញមិនដឹងជាយកទៅលាក់ទុកនៅក្នុងទីណាឲ្យកំបាំងក៏យកកែវនោះទៅផ្ញើនឹងជនម្នាក់ដែលខ្លួនបានជួយសង្គ្រោះស្រង់ពីក្នុងអណ្ដូងជាមួយនឹងសេកដល់ប្រគល់កែវនោះឲ្យប្រាប់ថាសូមសម្លាញ់ទុកឲ្យស្រួលបួលកុំនិយាយឲ្យគេដឹងជននោះក៏ទទួលទុកទៅកន្លងទៅ2 3ថ្ងៃជននោះបានឮដំណឹងថាព្រះរាជាក្រុងពារាណសីបានបាត់កែវមួយក្តារមួយដុំបើនរណារកឃើញនឹងប្រទានឲ្យស្មើនឹងតម្លៃកែវជនដែលទទួលកែវទុកឲ្យបរិសនោះជាមនុស្សសាមញ្ញអកតញ្ញូគិតតែប្រយោជន៍ផ្ទាល់ខ្លួនក៏យកកែវនោះទៅថ្វាយព្រះរាជាទូលថាមានបរិសម្នាក់យកកែវនេះទៅផ្ញើនឹងទូលព្រះបង្គំព្រះរាជាក៏ចាត់ឲ្យបរិសនោះទៅចាប់បរិសនោះយកទៅសម្លាប់ដោយចោទថាជាអ្នកទៅលួចយកកែវរបស់ព្រះអង្គរាជបរិសក៏ចង់បរិសនោះមិនដើរចេញពីនគរទៅកាន់ទីសម្លាប់ទៅដល់ក្បែរដំបូកបរិសនោះក៏នឹកដល់នាគរាជទើបស្រែកហៅថាមនាសម្លាញ់មកជួយខ្ញុំផងនាគរាជឮហើយស្ទុះចេញពីរូងមកដោយស្គាល់ថាជាសំឡេងបរិសដែលមានគុណលើខ្លួនបានឃើញគេចង់យកទៅសម្លាប់ដូច្នោះមានចិត្តអាណិតក្រៃពេកក៏និមិត្តខ្លួនជារាជបរិសមួយរំពេចឥតនរណាដឹងបានឡើយចូលទៅខត់រាជបរិសដែលកំពុងនាំទៅសម្លាប់ថាមនាលគ្នាយើងឈប់សិនកុំអាលសម្លាប់បរិសនេះចាំខ្ញុំទៅផ្ទះសិនរាជបរិសទាំងឡាយក៏ត្រៀមចាំនាគរាជខំរត់ទៅក្នុងនគរចូលទៅក្នុងប្រាសាទអគ្គមហេសីរបស់ព្រះរាជានិមិត្តខ្លួនជាពស់តូចមួយ
จักព្រះអគ្គមហេសីនោះស្រែកផ្អើលដឹងឮដល់ព្រះរាជាមួយរំពេចក៏និមិត្តខ្លួនជារាជបរោះវិញប្រាប់ថាថ្នាំបន្សាបពឹសមានតែបរោះដែលគេយកទៅសម្លាប់ទេដែលអាចចេះពូកែជាងគេនៅក្នុងនគរនេះព្រះរាជាក៏ប្រើឲ្យទៅនាំយកបរោះនោះមកវិញនាគរាជបានប្រាប់បរោះនោះសពគ្រប់គ្រាន់តែបរោះនោះមកដល់យកទឹកទៅលាបក៏ជាភ្លាមមួយរំពេចព្រះរាជាមានព្រះរាជហឫទ័យសោមនស្សរីករាយក្រៃលែងក៏លែងសម្លាប់ហើយបានបរិយាទានរង្វាន់ជាច្រើនដល់បរោះនោះបានក្រាបបង្គំទូលអំពីដំណើរដែលខ្លួនបានកែវនិងដំណើររឿងដែលជនទាំង3គឺសេកសោមមួយមនុស្សម្នាក់ដែលខ្លួនបានផ្ញើកែវនិងនាគរាជមួយតាំងតែអំពីដើមរហូតដល់ចប់ព្រះរាជាទ្រង់ព្រះសណ្ដាប់ហើយក៏រឹងរឹតតែមានព្រះរាជហឫទ័យសោមនស្សរីករាយជាខ្លាំងបានចំណាយព្រះរាជទ្រព្យឲ្យជាងចាត់ចែងសង់ផ្ទះឲ្យជននៅជាមួយសេកនិងនាគរាជនៅជាសុខសង្សារដរាបដល់ទីបំផុតនៃអាយុលុះស្លាប់ទៅក៏បានទៅកើតនៅក្នុងឋានសួគ៌ទៀតឯជនអកតញ្ញូត្រូវមានទោសនៅក្នុងបច្ចុប្បន្នយ៉ាងអស្ចារ្យលុះស្លាប់ហើយក៏បានទៅកើតនៅក្នុងនរកទៀតរឿងនេះចាប់តែប៉ុណ្ណេះសូមអរគុណ